សบายសូមទីវតាឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570សូមជួយបាច់ថែរក្សាកូនខ្មែរគ្រប់រូបឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនបាទប្រិមត្តលោកអ្នកនាងជាទីមេត្រីងាកមកមើលបងប្អូនបាទយុវវ័យយុវនារីរបស់យើងបានទាំងក្មេងទាំងចាស់បាទមកជួបជុំគ្នានៅតាមបណ្ដោយផ្លូវព្រះនរោត្តមស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី16ខែមេសាឆ្នាំ2026ឥឡូវនេះយើងឃើញថាណែឃើញថាយុវជនរបស់យើងចាប់ផ្ដើមសប្បាយនៅថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំហើយបងប្អូនលោកអ្នកនាងឥឡូវយើងបណ្ដែតអារម្មណ៍មកទស្សនាទាំងអស់គ្នាបាទភាពសប្បាយបានចាប់ផ្ដើមហើយបាទអូនេះអូណាជះទឹកហើយបាទជះទឹកបន្តិចទៅបាទឆាត់ទឹកបានបន្តិចទៅចាត់ទៅហើយចង់ឲ្យទឹកនេះធ្លាក់ទៅលើអ្នកដទៃហើយទឹកទាំងអស់ហ្នឹងសូមជម្រាបថាសុទ្ធតែទឹកកកបាទសុទ្ធតែទឹកកកមានន័យថាទឹកទាំងអស់ហ្នឹងគឺដាក់នៅក្នុងធុងនៅលើឡានហើយយកទឹកកកលាយឲ្យត្រជាក់គប់សំពេលវេលាដែលក្តៅកាលពីថ្ងៃផងនេះងាកឡើងមកទៅលេងជះទឹកដាក់គ្នាអញ្ចឹងបាទសបាយមួយយ៉ាងដែរបាទសបាយយ៉ាងណាក៏ដោយក៏មិនមានចំនួនឆ្លោះគ្នាដែរដោយសារខ្មែរយើងតែមួយខ្មែរយើងចេះស្រឡាញ់គ្នាណែចាំមើលទាំងអស់គ្នាចាំមើលមានឈុតអីប្លែកដើម្បីឲ្យបងប្អូនបាទពុកម៉ែមីងដែលជាអ្នកទស្សនាបានដឹងអំពីបាទសកម្មភាពរបស់យុវជនរបស់យើងអូពន្លឺអាគារដ៏ខ្ពស់ស្កឹមស្កៃក្នុងរាជធានីភ្នំពេញចាប់ផ្ដើមបើកឲ្យភ្លឺត្តែងអូនេះបាទកំឡោះនេះគឺលេងសបាយបាទអូនេះឥឡូវនេះពន្លឺនៅពេលរាត្រីគឺភ្លើង7ពណ៌ចាប់ផ្ដើមចាំងចេញចាចនៅលើទីក្រុងបាទនៅក្នុងទីក្រុងរាជធានីភ្នំពេញហើយបេះដូងព្រលឹងជាតិគឺរាជធានីភ្នំពេញបងប្អូនពុកម៉ែមីទាំងអស់គ្នាឥឡូវយើងមកស្ដាប់បណ្ដើរបាទនៅប័ណ្ណចម្រៀងកំដរពោពេញទៅប័ណ្ណញាក់តែម្ដងបាទប័ណ្ណញាក់តែម្ដងយុវជនយុវនារីរបស់យើងចាប់ផ្ដើមហើយបាទជួបជុំគ្នាបាទពួកគាត់ទាំងអស់គ្នាមិនដែលស្គាល់គ្នាទេអ្នកខ្លះមកពីនេះអ្នកខ្លះមកពីនោះទៅនិយាយរួមទៅមនុស្សរាប់ម៉ឺនអ្នកបាទពួកគាត់មិនបានស្គាល់គ្នាទេឥឡូវយើងបង្វែរមើលបាទទាំងអស់គ្នាបាទមើលអ្នកខ្លះក៏យកគេហៅថាកំភ្លើងជ័រដាក់ទឹកបាញ់អូណែមានកើអីខ្លះបាទអង្គុយលេងសប្បាយជាមួយខ្មែរយើងមានជនជាតិចិនជនជាតិអឺរ៉ុបអាហ្វ្រិកឬក៏អីទាំងអស់មកជួបជុំគ្នាសប្បាយលេងអើងកងតែម្ដងបាទដល់ហើយនេះលាបបាទប៉ាលាបសុំលាបមួយមើលកុំប្រកាន់អីណាកុំប្រកាន់អីបាទមិត្តនារីទាំងអស់កុំប្រកាន់អីខ្ញុំសូមរំបន្តិចបាទអូញាក់គិតត្រឹកអូវ៉ាវមិនធម្មតាពិតជា beautiful មែនបាទពិតជាអស្ចារ្យមែនអូវ៉ាវរំអស្ចារ្យមែនតើបាទពិតជារំអស្ចារ្យមែនតើបាទបងប្អូនណាឃើញទេអូណែខ្ញុំងាកចេញសិនតើណាខ្ញុំទៅសិនណាបាទចាំតិចអូឥឡូវយើងគិតមើលបាទបងប្អូនណាគិតមើលទាំងអស់គ្នាបាទឥឡូវនេះយើងចាប់ផ្ដើមបន្តទៅទៀតបាទបន្តអត្ថាធិប្បាយតិចទៀតជុំវិញបងប្អូនរបស់យើងរាប់បាញ់ទឹកតែម្ដងបាទសូមបាញ់ហើយរាត្រីចូលឆ្នាំហើយយ៉ាងណាក៏ដោយខ្ញុំបានជម្រាបជូនអញ្ចឹងបាទពួកគាត់ទាំងអស់គ្នាគឺមានភាពសប្បាយក៏មែនពិតប៉ុន្តែមិនភ្លេចទេបាទនៅបាទការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ក៏ដូចជាការចូលរួមដើម្បីធ្វើការឲ្យគេហៅថាកម្លាំងយោធាសៀមដកចេញពីទឹកដីកម្ពុជាប៉ុន្តែរដូវចូលឆ្នាំថ្មីរបស់ខ្មែរយើងធ្វើម៉េចយើងសប្បាយសិនទៅបាទបើសិនបើយើងនៅតែកើតទុកក៏បាទក៏គឺជាគេហៅថាក៏គឺជាវប្បធម៌អរិយធម៌ប្រពៃណីខ្មែរយើងជាទំនៀមទម្លាប់ទៅហើយបាទយើងសប្បាយមួយថ្ងៃពីរ3ថ្ងៃ3 4 5ថ្ងៃហ្នឹងសិនដែរបាទហើយឥឡូវយើងក៏បន្តនៅយុទ្ធនាការយើងតទៅទៀតដែរបាទយើងបាទគិតមួយជំហានយើងស្វែងរកភាពគេហៅថាដំណោះស្រាយឲ្យបានគ្រប់ទាំងអស់បាទមានន័យថាតាំងពីសេដ្ឋកិច្ចនយោបាយតាំងពីអ្វីក៏ដោយឲ្យតែយើងអាចធ្វើលើកលែងតែយើងអត់ធ្វើទេបាទយើងទៀមទាតាមលក្ខណៈអន្តរជាតិបាទពាក់ព័ន្ធទឹកដីនោះឥឡូវយើងងាកមកទស្សនានៅភាពសប្បាយយើងសិនបាទយើងទុកទឹកដីមួយអន្លើសិនហើយចាំបន្តនៅពេលក្រោយឥឡូវយើងងាកមកភាពសប្បាយអូយុវជនច្រើនបាទ
តោងគ្នាបាទទៅមកលេងធំថាឡើយបងប្អូនអើយរាប់សែនអ្នកមិនខ្ទង់តែពាន់ម៉ឺនអ្នកទេណារាប់សែនអ្នកតែពួកគាត់មកពីគ្រប់ទិសទីហ្នឹងណាបាទនៅក្នុងរាជធានីភ្នំពេញមាន14ខណ្ឌណាបាទ14ខណ្ឌនៅក្នុងរាជធានីភ្នំពេញអញ្ចឹងមកហើយចូលអ្នកនៅតាមបណ្ដាខេត្តមួយចំនួនណាគាត់មិនបានទៅគេហៅថាលេងកម្សាន្តនៅខេត្តនៅកន្លែងផ្សេងក៏គាត់មកចូលរួមនៅក្នុងរាជធានីភ្នំពេញដែរបើនិយាយឲ្យមែនទេឥឡូវយើងទស្សនាទាំងអស់គ្នាទេបងប្អូននេះមិនចេះតែថាមិនចេះតែនិយាយទេណាអញ្ចឹងសូមឲ្យបងប្អូនយើងទស្សនាតាមការគួរមើលបាទតាមការគួរទាំងអស់គ្នាទៅអ្វីដែលជាភាពអស្ចារ្យរបស់សាលារាជធានីភ្នំពេញដែលធ្វើការដាក់តាំងបង្ហាញនៅរចនាបថជាច្រើននៅបាននៅពេលថ្ងៃក៏ដូចជានៅពេលរាត្រីគឺបញ្ជាក់អំពីបាទការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញដែលធ្វើកិច្ចការងារដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋគេរកមន្ត្រីគេរកអ្នកធ្វើការបាទរបៀបនេះគឺប្រទេសជាតិយើងរីកចម្រើនបាទយើងធ្វើអីក៏ដោយតើយើងចេះរិះគន់តើយើងចេះស្ថាបនាតើយើងចេះអភិវឌ្ឍបាទមិនមែនយើងចេះតែសរសើរតែទាំងអស់ហើយបាទអ្វីអត់មានភាពអភិវឌ្ឍផងសរសើរតែរបាយការណ៍សរសើរទៅអីអានោះមិនមែនគេហៅថាមន្ត្រីល្អទេអាហ្នឹងយើងនិយាយបន្តិចទៅបើកចំហបន្តិចទៅព្រោះសង្គមប្រជាធិបតេយ្យបើយើងមិនចេះរិះគន់ដើម្បីស្ថាបនាប្រទេសជាតិយើងហ្នឹងវាយ៉ាងម៉េចទៅអាឡ័យតែកោតសរសើរអាឡ័យតែការជន់បលិចគ្នាបាទអាណាទៅប្រទេសគេដើរដល់ណាហើយយើងដើរដល់ណាហើយអានេះយើងបាទត្រូវតែដឹងខ្លួនយើងនៅកម្រិតណាក៏យើងត្រូវតែដឹងខ្លួនយើងដែរនៅក្នុងសង្គមយើងបច្ចុប្បន្នណាបាទអញ្ចឹងសូមឲ្យយើងទាំងអស់គ្នាឲ្យតម្លៃគ្នាទៅមកទៅវិញមិនថាប្រជាពលរដ្ឋឲ្យតែតម្លៃមន្ត្រីរាជការហើយមន្ត្រីរាជការហ្នឹងក៏ចេះឲ្យតម្លៃប្រជាពលរដ្ឋដែរបាទពេលខ្លះទៅការដឹកនាំវាអាស្រ័យទៅលើភាពបត់បែននិងភាពវៃឆ្លាតតិចនិចនៅក្នុងការដឹកនាំថា leadership ត្រូវតែមានក្នុងខ្លួនជានិច្ចក្នុងនាមជាអ្នកដឹកនាំរបស់គេបើនៅក្នុងនាមជាអ្នកដឹកនាំមិនបានយល់ស្វែងយល់អំពីតថភាពក៏ដូចជាគេហៅស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋដែលរស់នៅក្នុងសង្គមបាទមិនចាំបាច់ធ្វើជាអ្នកដឹកនាំទេបាទយើងនិយាយឲ្យមែនទែនភាពជាអ្នកដឹកនាំគឺត្រូវតែបត់បែនគ្រប់កលៈទេសៈត្រូវតែយល់ចិត្តពលរដ្ឋចង់បានអីនៅក្នុងសង្គមប្រជាធិបតេយ្យគឺគេប្រើភាសាអញ្ចឹងចំណែកឯពលរដ្ឋក៏ចេះស្រឡាញ់ថ្នាក់ដឹកនាំដែរនៅពេលដែលថ្នាក់ដឹកនាំធ្វើល្អយើងគ្រប់គ្រងណារក្សាឲ្យបាននៅតម្លៃថ្នាក់ដឹកនាំដែលខិតខំដើម្បីជួយកសាងជាតិទាំងអស់គ្នានេះឲ្យតម្លៃគាត់ណាបាទអូនេះនារីដ៏ស្រស់ស្អាតនេះកំពុងតែបាទកំពុងតែដងទឹកបាទដងទឹកហើយដើម្បីបាញ់ប្រុសស្អាតបាទប្រុសស្អាតស្រីស្អាតណាឃើញទេបាទយើងចូលពិនិត្យមើលទាំងអស់គ្នាបងប្អូនបាទពិនិត្យជាមួយខ្ញុំទាំងអស់គ្នាមើលអ្វីដែលខ្ញុំបញ្ជាក់នៅក្នុងពេលនេះវាស្ដែងនឹងទស្សនវិជ្ជាជាក់ស្ដែងអត់បាទជាក់ស្ដែងអត់ទេអេយុវជននេះក៏ដើរទៅនោះអេបាទអូនេះបាទមានការរំកន្លែងណាក៏រំដែរបាទរំក៏ភ្លើងនឹងបាញ់ជ្រោងច្រាំងទាំងអស់កើនោះក៏អូកើនេះកើបាទយើងមានអីដែលពិបាកនឹងចំណាំបាទអូស្រីស្អាតរំទេស្រីស្អាតរំបាទកើស្រួលចំណាំទេនៅពេលដែលឃើញគាត់បាទស្លៀកខោខ្លីអាវខ្លីបាទភាគច្រើនសាច់សអីហ្នឹងគឺកើមានន័យជនជាតិចិនបងប្អូនខ្លះស្គាល់ពាក្យថាកើហ្នឹងមានន័យថាជនជាតិចិនគេហៅថាបងធំបាទបងធំហ្នឹងគឺកើនឹងហើយបាទហើយមានអាហ្វ្រិកដែរមួយចំនួនទៀតដែរបាញ់ពួកអឺរ៉ុបអីចូលមកគឺទឹកទាំងអស់ហើយបាទបាញ់សិនហើយបាទអូស្អីស្អាតបាញ់សុំបាញ់សិនហើយបាញ់ចំដំណាំមិនដឹងទេក្នុងមួយឆ្នាំយើងលេងម្ដងបាទបាទឥឡូវនេះយើងក្រឡេកមើលទស្សនវិជ្ជាបន្ថែមទៀតបងប្អូនលោកអ្នកនាងជាទីមេត្រីបាទយើងឃើញថាការនាំគ្នាបាញ់ទឹកដោយកំភ្លើងជ័រនេះគឺធ្វើឲ្យមានភាពសប្បាយមួយយ៉ាងដែរបាទអ្នកខ្លះក៏យកម្សៅប៉ានលាបទៅបាទប៉ានលាបទៅអ្នកខ្លះក៏យកទឹកនឹងបាញ់ទៅបាទអ្នកខ្លះនោះក៏ចាក់ទុកបាសរំទៅបាទរំតាមអ្វីដែលគេហៅថានៅកន្លែងនេះវាមានការបង្កលក្ខណៈភាពសប្បាយឃើញទេគឺជាក់ស្ដែងហើយបាទជាក់ស្ដែងទស្សនវិជ្ជានេះគឺបញ្ជាក់អំពីភាពរស់រវើកនៅក្នុងកម្មវិធីបាទអូណែឃើញទេខាងនេះគេរំ
ជាដៃគូហើយដូចជាជនជាតិបរទេសទៀតបាទឬយ៉ាងម៉េចអានេះឥឡូវនេះយើងឃើញជាក់ស្ដែងសូមទស្សនាបន្ថែមទៀតមើលបាទនៅថ្ងៃចុងក្រោយនៃកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងបាទឥឡូវសូមឲ្យបងប្អូនទស្សនាតាមកាសគួរទាំងអស់គ្នាបាទឥឡូវនេះយើងមានតែតន្ត្រីភ្លេងកំដរទេហើយអញ្ចឹងយើងមើលជាក់ស្ដែងតែម្ដងដែរបាទសូមទស្សនាទាំងអស់គ្នាដូចតទៅបាទ